មនុស្សជុំវិញអ្នកហាក់ដូចជាទៅមុខលឿនជាងអ្នកពួកគេរកលុយបានច្រើនជាងសម្រេចចិត្តបានលឿនជាងហើយសំឡេងតូចមួយក្នុងចិត្តអ្នកតែងតែនិយាយមកកាន់អ្នកថាខ្ញុំដើរមកយឺតពេកហើយមែនអត់តែបើការពិតទៅគឺអ្នកមិនមែននៅពីក្រោយគេទេអ្នកគ្រាន់តែនៅដំណាក់កាលដំបូងនៃដំណើររបស់អ្នកសូមស្វាគមន៍មកកាន់ Channel Grow Yourself with Me ឬក៏អភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំបើអ្នកទាំងអស់គ្នាកំពុងតែស្ដាប់នៅវីដេអូនេះអ្នកប្រហែលជាកំពុងតែមានអារម្មណ៍ថាជីវិតអ្នកដូចជាយឺតជាងអ្នកដទៃព្រោះតែអ្នកមើលឃើញគេនៅខ្ពស់ជាងអ្នកមនុស្សជុំវិញអ្នកហាក់ដូចជាសម្រេចបានលឿនជាងធ្វើបានល្អជាងហើយគ្មាននរណាម្នាក់ប្រាប់អ្នកថាអារម្មណ៍នេះវាឯកាប៉ុណ្ណានោះទេដូច្នេះហើយសូមស្ដាប់ឲ្យបានច្បាស់ម្ដងទៀតអ្នកមិនមែននៅពីក្រោយអ្នកដទៃទេអ្នកគ្រាន់តែនៅដំណាក់កាលដំបូងនៃដំណើរដែលអ្នកកំពុងតែធ្វើដែលអ្នកកំពុងតែគិតហើយបានចាប់ផ្ដើមធ្វើវាដែលចេញពីចិត្តរបស់អ្នកផ្ទាល់យើងរស់នៅក្នុងសង្គមដែលបង្ហាញតែភាពជោគជ័យនៅខាងក្រៅហើយយើងឃើញតែការចាត់តាំងតែងតាំងលើខ្លួនឯងការរកស៊ីជោគជ័យការរៀបការតែយើងមិនដែលឃើញការភ័ន្តច្រឡំពីមួយឆ្នាំទៅមួយឆ្នាំដោយការបំលែងឬក៏ជាការកុហកឬក៏ការបរាជ័យរបស់នរណាម្នាក់និងការស្ដារខ្លួនឯងឡើងវិញស្ងាត់ស្ងាត់នោះទេការប្រៀបធៀបនោះគឺវាបានក្លាយទៅជារឿងធម្មតារួចទៅហើយរហូតដល់យើងភ្លេចថាការលូតលាស់របស់យើងនឹងគឺវាមានរដូវកាលវាប្រៀបដូចជាយើងកើតមកពីកូនង៉ែតរហូតដល់មនុស្សធំនិងរហូតដល់ពេញវ័យដូចសពថ្ងៃនេះក្របពូជនៅខាងក្រោមដីវាមើលទៅដូចជាមិនមានអ្វីកើតឡើងនោះទេតែវាមិនមែនបរាជ័យនោះទេវាកំពុងតែត្រៀមខ្លួនលូតលាស់ចេញមកដើម្បីទៅពន្លឺថ្ងៃចេញពីស្រទាប់ដីមនុស្សយើងក៏ដូចគ្នាដែរការលូតលាស់វាមិនមែនមានពេលវេលាតែមួយសម្រាប់គ្រប់គ្នានោះទេអារម្មណ៍ថាយឺតនោះវាមិនមែនមកពីពេលវេលាទេវាមកពីការប្រៀបធៀបរបស់យើងការតឹងតឹងរងចាំមើលអ្នកដទៃជាជាងការមើលមកខ្លួនឯងក៏ដូចជាប្រាប់ខ្លួនឯងឲ្យចាប់ផ្ដើមធ្វើពេលដែលអ្នកបានប្រៀបធៀបការចាប់ផ្ដើមរបស់អ្នកជាមួយនឹងចំណុចកណ្ដាលរបស់អ្នកដទៃអ្នកនឹងមានអារម្មណ៍ថាអ្នកតែងតែយឺតជានិច្ចតែវាមិនអយុត្តិធម៌មែនអត់ព្រោះដំណើរនីមួយៗគឺវាមិនដូចគ្នាទេអ្នកអាចកើតមកដល់សប្តាហ៍ថ្ងៃនេះក៏អ្នកដទៃក៏មានអ្នកខ្លះក៏អាចនឹងចង់បានជីវិតដូចអ្នកហើយក៏មិនអាចមានដូចអ្នកដូចគ្នាមនុស្សខ្លះលូតលាស់លឿនតែប៉ុន្តែពួកគេឈប់លូតលាស់នៅពេលណាមួយហើយមនុស្សខ្លះទៀតតស៊ូយូរប៉ុន្តែឡើងខ្ពស់និងរឹងមាំជាងมันមានការវិភាគសកលមួយណាសម្រាប់ភាពជោគជ័យនោះទេប៉ុន្តែវាគឺការឡើងចេញពីសកម្មភាពនិងការចាប់ផ្ដើមរបស់អ្នកថាអ្នកនឹងចាប់ផ្ដើមពីពេលណាហើយអ្នកធ្វើវាបានល្អប៉ុណ្ណាហើយនឹងអ្នកនៅតែបន្តធ្វើវាទោះបីជាវាមិនទាន់បានល្អគ្រប់គ្រាន់សម្ពាធធ្វើឲ្យអ្នកតែងតែប្រញាប់តែការប្រញាប់វាមិននាំឲ្យអ្នកជោគជ័យនោះទេតែអ្វីដែលនាំឲ្យអ្នកជួបនឹងភាពជោគជ័យនោះគឺភាពស្ថិរដែលធ្វើបានគឺអ្នកតែងតែបន្តធ្វើវាហើយកែលម្អវាឲ្យកាន់តែល្អពីមួយថ្ងៃនៅរាល់សកម្មភាពរបស់អ្នកទាំងអស់គ្នាការភ័យខ្លាចវាប្រាប់អ្នកថាពេលវេលាកំពុងតែជិតអស់ហើយតែភាពច្បាស់លាស់វិញគឺកើតឡើងពេលដែលអ្នកបដោតទៅលើថ្ងៃនេះមិនមែនទៅលើជីវិតរបស់អ្នកដទៃអ្នកមិនត្រូវតាមឲ្យតនរណាម្នាក់នោះទេប៉ុន្តែអ្នកត្រូវតែបដិញ្ញាចិត្តតែប៉ុណ្ណោះ